សាច់រឿងក៏បានកាត់មកបន្ទាប់ពីត្រឡប់មកពីដើរលេងវិញនៅពេលនេះអ៊ីស៊ូមីបានឈឺគ្រូនក្តៅបាត់ទៅហើយស៊ីកាម៉ូរីក៏បានជូនពរឲ្យស៊ីស៊ូមីនឹងឆាប់ជាពីជំងឺស្របពេលនោះទូរទស្សន៍ក៏បានចាក់ផ្សាយប្រាប់ទៅប្រជាជនទាំងអស់គ្នាបានដឹងថាពិធីបុណ្យកំជ្រួចនឹងចាប់ផ្ដើមក្នុងសប្តាហ៍នេះហើយបន្ទាប់ពីបានដឹងអញ្ចឹងហើយអ៊ីស៊ូមីក៏បានបបួលអូនស៊ីកាម៉ូរីទៅពិធីបុណ្យនោះតែម្ដងកាត់មកដល់ថ្ងៃពិធីបុណ្យនេះវិញប៉ារបស់អ៊ីស៊ូមីបានយកក្អាយយូកាតាឲ្យអ៊ីស៊ូមីលោប៉ុន្តែអ៊ីស៊ូមីពាក់មិនត្រូវទេព្រោះតែឈុតនោះធំជាងខ្លួនសម្រាប់តែអ្នកអត់ទាន់ដឹងឈុតយូកាតានឹងគឺជាឈុតសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជនជប៉ុនដែលគេពាក់ឈុតហ្នឹងសម្រាប់ទៅពិធីបុណ្យផ្សេងៗនៅជប៉ុននោះឯងម៉ាក់ក៏បាននិយាយឡើងថាម៉ាក់ខានទៅពិធីបុណ្យនោះជាច្រើនឆ្នាំមកហើយពិធីបុណ្យកំជ្រួតនោះមើលទៅវាពិតជាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែវាក៏សម្បូរទៅដោយមនុស្សកកផងដែរអ៊ីស៊ូមីបានតបទៅម៉ាក់ថាពិតជាអញ្ចឹងហើយប៉ុន្តែអូនឈីកាម៉ូរីគឺមិនដែលទៅពិធីបុណ្យកំជ្រួចពីមុនឡើយម៉ាក់បានបន្តទៀតថាពួកគេអាចទៅមើលកំជ្រួចនឹងបានស្អាតនៅពេលដែលយើងអាចរកកន្លែងណាមួយបានល្អធ្វើឲ្យប៉ារបស់អ៊ីស៊ូមីក៏មានកំណត់មួយឡើងតែម្ដងមកមើលអូននៅវិញពេលនេះអូនកំពុងតែមើលវីដេអូពីរបៀបរៀបចំខ្លួននឹងឈុតយូកាតាតែអូននៅតែមិនអាចធ្វើបានដដែលឃើញតឹងទ្រូងខ្លាំងពេកបងរបស់អូនក៏បានចូលមកជួយរៀបចំឲ្យប្អូនស្រីរបស់ខ្លួនទៅហើយក៏ឆ្លៀតនិយាយឌឺទៀតធ្វើឲ្យអូនគាំងយកមកនៅពេលនេះពិធីបុណ្យក៏បានរៀបចំឡើងអ៊ីស៊ូមីបានឆែកមើលកាបូបរបស់គេម្ដងទៀតព្រោះថាគេខ្លាចមានរឿងសោយមកលើគេម្ដងទៀតដល់ក៏ទូរស័ព្ទសុតដាក់ថង់កັບមាត់កាបូបលុយវិញដាក់ឡើង3ជួនខ្លាចឈូសបាត់ទៀតគេត្រូវតែអបកតថាស៊ីកាម៉ូរីអាចរីករាយនឹងពិធីបុណ្យកំជ្រួចនេះដោយគ្មានបញ្ហាអ្វីមករញ៉ៃទៀតឡើយហើយគេក៏បានចាប់ផ្ដើមសោយឡើងពេញនឹងស៊ីកាម៉ូរីក៏បានធ្វើដំណើរមកដល់គេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពេលដែលអូនបានពាក់ឈុតយូកាតានឹងហើយគឺវាពិតជាស្រស់ស្អាតខ្លាំងណាស់អ៊ីស៊ូមីបានប្រាប់ទៅថាអូននៅពេលដែលពាក់ឈុតយូកាតានឹងទៅវាពិតជាស្អាតខ្លាំងណាស់ហើយមើលទៅក៏វាសមរម្យយ៉ាងផងដែរហើយអ៊ីស៊ូមីក៏បានបបួលអូនស៊ីកាម៉ូរីដើរលេងក្នុងពិធីបុណ្យនោះតែម្ដងយើងឃើញថាពួកគេពិតជាបានដើរលេងនៅកន្លែងជាច្រើនក្នុងពិធីបុណ្យនេះហើយមើលទៅពិធីបុណ្យនេះគឺពិតជាសប្បាយខ្លាំងណាស់អ៊ីស៊ូមីបានសុំទោសទៅកាន់អូនចំពោះរឿងដែលគេបានធ្វើឲ្យអូនស៊ីកាម៉ូរីលំបាកកាលពីពួកគេទៅលេងទឹកពីមុនអូនពិតជាបានធ្វើរឿងជាច្រើនសម្រាប់គេប៉ុន្តែសម្រាប់ខ្លួនគេផ្ទាល់វិញមិនដែលធ្វើអ្វីឲ្យសម្រាប់អូនម្ដងណាឡើយតែអូនមិនដែលប្រកាន់ឡើយអូនបានបន្តទៀតថាអូនពិតជាមិនចូលចិត្តអាហារផ្អែមទេប៉ុន្តែមានពេលមួយវាក៏ចាប់ផ្ដើមមានរសជាតិឆ្ងាញ់សម្រាប់អូនគិតថាដោយសារតែអូនតែងតែមើលរំលងវារួចស៊ីកាម៉ូរីក៏បានយកស្ករសម្លេងមកញ៉ាំតែដោយសារតែវាផ្អែមពេកអូនក៏បានលៀនដាតែម្ដងធ្វើឲ្យអ៊ីសាមីបានគិតថាអូននៅពេលនេះគឺពិតជាខ្ជូតខ្លាំងណាស់ហើយពួកគេក៏នាំគ្នាដើរលេងនៅកន្លែងផ្សេងទៀតអ៊ីស៊ូមីក៏បានបបួលអូនចូលទៅបាញ់យកតុក្កតាក្នុងតូបមួយគេនឹងបាញ់យកតុក្កតាឆ្កែនេះឲ្យអូនហើយគេក៏បានចាប់ដើរតម្រង់កំភ្លើងបាញ់តែគឺថាបាញ់ខុសទាំងអស់តែម្ដងធ្វើឲ្យអ៊ីស៊ូមីបាក់ទឹកចិត្តបដ ாய் ពូម្ចាស់តោឃើញចឹងហើយក៏ចង់ឲ្យតុក្កតាផ្សេងទៀតទៅអ៊ីស៊ូមីតែស៊ីកាម៉ូរីបានថាឥឡូវទុកឲ្យអូនវិញម្ដងពូម្ចាស់តោក៏បានយល់ព្រមអ៊ីស៊ូមីក៏បានលើកទឹកចិត្តទៅអូនស៊ីកាម៉ូរីលឺអញ្ចឹងពូម្ចាស់តោបានគិតថាវានឹងពិបាកបន្តិចហើយសម្រាប់ស្រីតែពេលនេះពូកំពុងតែមើលងាយខំមនុស្សហើយស៊ីកាម៉ូរីក៏បានចាប់ផ្ដើមតម្រង់កំភ្លើងបាញ់ទម្លាក់តុក្កតាទាំងអស់លើធ្នើនឹងតែម្ដងធ្វើឲ្យពូម្ចាស់តោភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ស៊ីកាម៉ូរីជាខ្លាំងអ៊ីស៊ូមីបានសរសើរស៊ីកាម៉ូរីថាវាពិតជាអស្ចារ្យខ្លាំងណាស់ពូម្ចាស់តោក៏បានសរសើរស៊ីកាម៉ូរីផងដែររួចក៏យកតុក្កតាឆ្កែនឹងយកមកឲ្យស៊ីកាម៉ូរីហើយស៊ីកាម៉ូរីក៏បានទទួលយកវាទៅអូនក៏ហុចតុក្កតាឆ្កែនឹងទៅឲ្យអ៊ីស៊ូមីតែអ៊ីស៊ូមីបាននិយាយថាគ្រាន់វាជារបស់អូនហើយអូនបានតបវិញថាវាមិនអីទេអូនខំបាញ់យកតុក្កតានេះគឺសម្រាប់ឲ្យអ៊ីស៊ូមីនោះឯងធ្វើឲ្យពូម្ចាស់ហាងនិងអ៊ីស៊ូមីឡើងភ័យយកហ្មងហើយពួកគេក៏បានដាក់ចាក់ចេញពីតូបរបស់ពូទៅល្ងាចឡើងអ៊ីណូសាកាណេកូនិងអូនយយយើងបានដើរលេងក្នុងពិធីបុណ្យកំជ្រួចនោះផងដែរពេលដែលពួកគេដើរលេងសុកនោះពួកគេក៏បានជួបនឹងអ៊ីស៊ូមីហើយពួកគេក៏បានដើរទៅនិយាយនឹងសន្ទនាគ្នាទៅណេកូនិងយយក៏បានសរសើរអូនស៊ីកាម៉ូរីថ្ងៃនេះឈុតយូកាតារបស់អូនគឺពិតជាស្រស់ស្អាតខ្លាំងណាស់រួចណេកូក៏បានដកទូរស័ព្ទមកថតរូបជុំគ្នាទៅអ៊ីស៊ូមីបាននិយាយឡើងថាមើលទៅពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់អ៊ីណូសាកាក៏បានបបួលអ៊ីស៊ូមីទៅប្រកួតដងត្រីតែម្ដងធ្វើឲ្យអ៊ីស៊ូមីឆ្ងល់អ៊ីណូសាកាបានបន្តទៀតថាបើពួកគេមិនប្រកួតគ្នាទេធ្វើមិនការដើរលេងនេះសប្បាយទៅអ៊ីស៊ូមីក៏បានយល់ព្រមទៅពេលដែលពួកគេបានមកដល់ពួកគេក៏បានចាប់ផ្ដើមដងត្រីតែម្ដងធ្វើឲ្យ3នាក់នេះកៀងជាខ្លាំងស្របពេលនោះអ៊ីណូសាកាក៏បានដងត្រីបានមកក្បាលគេពិតជាសប្បាយចិត្តខ្លាំងណាស់ឃើញចឹងអ៊ីស៊ូមីក៏មិនឲ្យចាញ់គេដែរក៏បានចាប់អាប្រដាប់ដងត្រីនឹងរៀបទៅដងទៅហើយតែបែរជាអាប្រដាប់ដងត្រីរបស់គេនឹងបានធ្លាក់ចូលទឹកបាត់ទៅអ៊ីស៊ូមីគេពិតជាខឹងជាខ្លាំងអ៊ីណូសាកាបាននិយាយឡើងថាចឹងក្នុងការប្រកួតនេះគឺគេជាអ្នកឈ្នះតែអូនស៊ីកាម៉ូរីក៏បានដើរចូលមកដើម្បីសងសឹកឲ្យអ៊ីស៊ូមីមើលអលង្ការហ្មងអ៊ីណូសាកាក៏បានយល់ព្រមផងដែរហើយពួកគេក៏បានចាប់ផ្ដើមប្រកួតគ្នាទៅអ៊ីណូសាកាគេតែងតែចាប់បានត្រីរហូតចំណាយស៊ីកាម៉ូរីនេះវិញឲ្យតែយកកត្រកទៅដងម្ដងត្រីតែងតែហាយចេញរហូតអូនខឹងពេកក៏សម្លឹងទៅមើលត្រីទាំងនោះធ្វើឲ្យត្រីទាំងនោះភ័យពេកក៏ហាយចាក់ចេញពីស៊ីកាម៉ូរីថែមទៀតទៅណែក៏បាននិយាយឡើងថាកំជ្រួចគេនឹងចាប់ផ្ដើមបន្ទុះនៅប្រទេសទៀតនេះហើយនិយាយរួចហើយណែក៏បានចូលទៅចាប់កត្រកដងត្រីចេញពីស៊ីកាម៉ូរីដោយនិយាយថាទុករឿងនេះឲ្យនាងធ្វើវិញធ្វើឲ្យស៊ីកាម៉ូរីឆ្ងល់យយក៏បានប្រាប់បន្ថែមថាកំជ្រួចនឹងចាប់ផ្ដើមនៅប្រទេសទៀតនេះហើយ
ហើយអូនក៏បានបបាយពួកគេជា2គូតែម្ដងនៅតាមផ្លូវអ៊ីស៊ូមីបានប្រាប់ថាគេគឺមានកន្លែងមួយដែលគេចង់ទៅក៏ប៉ុន្តែនៅពេលនេះស្បែកជើងរបស់ Shikimori បានដាច់បាត់ទៅហើយស្បែកជើងក៏បានជួសជុលរួចទៅហើយតែជើងរបស់អូន Shikimori ក៏នៅតែរលាកឈឺដដែលអូនក៏បានសុំទោសទៅកាន់អ៊ីស៊ូមីបាននិយាយឡើងថាជើងរបស់អូននៅពេលនេះគឺមិនអាចដើរបានឡើយ Shikimori បានសួរទៅអ៊ីស៊ូមីថាតើពួកគេគឺចង់ទៅណាអ៊ីស៊ូមីបានលាក់ថាវាគ្មានអ្វីសំខាន់ឡើយតែអូននៅតែចេះចង់ដឹងទើបអ៊ីស៊ូមីបានប្រាប់ទៅថាប៉ារបស់គេគឺបានប្រាប់កន្លែងសម្ងាត់មួយកន្លែងដែលពួកយើងអាចទៅមើលកាំជ្រួចបានច្បាស់ល្អកាត់នៅពេលក្រោយនេះបន្តិចប៉ារបស់អ៊ីស៊ូមីបានប្រាប់ពីកន្លែងដ៏ល្អទៅកាន់អ៊ីស៊ូមីឲ្យសម្រាប់ទៅមើលកាំជ្រួចនឹង Shikimori នោះឯងនៅទីនោះគឺវាគ្មានមនុស្សឡើយហើយពួកគេក៏អាចមើលកាំជ្រួចបានច្បាស់ល្អទៀតផងអ៊ីស៊ូមីបានសួរទៅប៉ារបស់គេថាហេតុអ្វីបានជាប៉ាដឹងពីកន្លែងនេះអញ្ចឹងម៉ាក់របស់អ៊ីស៊ូមីបានឆ្លើយចំនួនថាមកពីពួកគាត់ទាំងពីរគឺធ្លាប់ទៅទីនោះពីមុននោះឯងកាត់មកបច្ចុប្បន្ននេះវិញលឿនអញ្ចឹងហើយ Shikimori ចង់ទៅតែម្ដងអ៊ីស៊ូមីបានប្រកែកថាតែពេលនេះអូនគឺឈឺជើងបាត់ទៅហើយគេគឺមិនឲ្យអូនដើរឡើយ Shikimori បាននិយាយទាំងអន់ចិត្តថាអញ្ចឹងមានតែពួកយើងរងចាំនៅឆ្នាំក្រោយតែប៉ុណ្ណោះអ៊ីស៊ូមីឃើញអញ្ចឹងគេក៏បានឲ្យអូន Shikimori ឡើងលើខ្នងរបស់គេដោយសារតែអូនមិនអាចដើរបានអញ្ចឹងចាំគេជាអ្នកអៀវអូនទៅចុះតែអូនប្រកែកថាវាមិនអាចទេអូនពិតជាធ្ងន់ខ្លាំងណាស់អញ្ចឹងអាចនឹងធ្វើឲ្យគេដួលទៅដីក៏ថាបានអ៊ីស៊ូមីបានបញ្ជាក់ថាកុំបារម្ភអីអូនគួរតែប៉ឹងមកលើគេម្ដងទៅហើយអូនក៏យល់ព្រមទៅដបងមើលទៅអ៊ីស៊ូមីដូចជាមិនស្រួលទេតែគេក៏បានទប់លំនឹងជាប់រួចក៏និយាយឡើងថាពេលនេះពួកគេគឺអាចធ្វើដំណើរបានហើយ Shikimori ក៏បានសួរអ៊ីស៊ូមីម្ដងទៀតតើអូនធ្ងន់ដែរអត់ប្រកាសអត់ថាអាចទៅរួចអ៊ីស៊ូមីបានបញ្ជាក់5ម្ដងទៀតថាគឺវាគ្មានបញ្ហានោះឡើយហើយគេក៏បានធ្វើដំណើរទៅបាត់ទៅនៅពេលនេះកាំជ្រួចក៏បានចាប់ផ្ដើមផ្ទុះឡើងពួកគេបានមកដល់កន្លែងទៅហើយតែក៏ត្រូវឡើងចដាលខាងលើម្ដងទៀតអូន Shikimori ក៏ចាប់ផ្ដើមព្រួយបារម្ភតែអ៊ីស៊ូមីបានបញ្ជាក់ថាមិនអីទេហើយពួកគេក៏បន្តឡើងចដាលតទៀតទៅអ៊ីស៊ូមីចាប់ផ្ដើមហត់ហើយ Shikimori បាននិយាយឡើងថាហេតុអ្វីបានជាគេខិតខំដល់ថ្នាក់នេះអ៊ីស៊ូមីតបវិញថាវាជារឿងធម្មតាទេគេគឺចង់ឲ្យអូនញញឹមចេញពីបេះដូងរបស់អូនពិតប្រាកដបន្ទាប់ពីលើអ៊ីស៊ូមីប្រាប់បែបនេះហើយអូនពិតជាសប្បាយចិត្តណាស់ហើយអូនក៏បាននិយាយលើកទឹកចិត្តថែមទៅកាន់អ៊ីស៊ូមីឲ្យខំឡើងតទៅទៀតតែទីបំផុតពួកគេបានមកដល់ខាងលើហើយនៅទីនេះគឺពិតជាគ្មានមនុស្សពិតមែនហើយយើងក៏អាចមើលឃើញទីក្រុងទាំងអស់បានពីលើផងដែរអ៊ីស៊ូមីក៏បានដាក់ឲ្យ Shikimori អង្គុយលើកៅអីមួយហើយពួកគេក៏បានចាប់ផ្ដើមមើលកំជ្រួយផ្ទុះនៅទីនោះតែម្ដងអ៊ីស៊ូមីបានសួរទៅថាតើជើងរបស់អូនយ៉ាងម៉េចហើយគេពិតជាសុំទោសខ្លាំងមែនទែនដែលគេធ្វើឲ្យមានបញ្ហាបែបនេះកើតឡើង Shikimori បាននិយាយឡើងថាអូនគឺពិតជាចង់ឲ្យគេឃើញមកអូនស្អាតហើយអូនក៏មិនចង់បង្ហាញគេពីផ្នែកមិនល្អរបស់អូនផងដែរអ៊ីស៊ូមីតបវិញថា Shikimori តែមានអាកប្បកិរិយាល្អជានិច្ចដូចនេះគេមិនគិតថាវាជារឿងមិនល្អឡើយនៅពេលដែលអូននៅជាមួយគេបែបនេះតាមពិតទៅគេក៏ដូចអូនផងដែរគេតែងតែបារម្ភថាអូននឹងមិនចូលចិត្តគេកាលពីមុនគេមិនអាចហៅអូនមកបានទេវាច្បាស់លាស់ណាស់ព្រោះប្រសិនបើគេហៅអូននៅខណៈពេលដែលពួកយើងនៅតែជាមិត្តភក្តិពេលនោះទើបគេខិតខំប្រឹងប្រែងនោះឯងអូនក៏បានសួរទៅថាអញ្ចឹងនៅពេលហ្នឹងគេមិនបានមកពិធីបុណ្យទេមែនអ៊ីស៊ូមីបានប្រាប់ទៅវិញថាទេគឺគេមិនបានមកទេពីព្រោះគេបានត្រឹមតែស្ដាប់សំឡេងកំជ្រួចចេញពីក្នុងបន្ទប់របស់គេស្របពេលដែលគេកំពុងស្ដីបន្ទោសខ្លួនឯងដែលមិនមានភាពក្លាហានគ្រប់គ្រាន់តែប៉ុណ្ណោះ Shikimori បានរុញខ្លួនរបស់អូនទៅបុកនឹងអ៊ីស៊ូមីរួចក៏បាននិយាយឡើងកាលពីឆ្នាំមុននោះតាមពិតទៅអូនក៏រងចាំគេហៅដើរលេងក្នុងពិធីបុណ្យផងដែរធ្វើអ៊ីស៊ូមីភ្ញាក់ផ្អើលជាខ្លាំងអូនបានប្រាប់ទៅអ៊ីស៊ូមីថាមិនអីទេរឿងពីមុនឲ្យវាកន្លងទៅចោះតែក្នុងឆ្នាំនេះកាំជ្រួយពិតជាស្រស់ស្អាតខ្លាំងណាស់ហើយអូនក៏បានអរគុណទៅអ៊ីស៊ូមីដែលគេបានយកអូនមកមើលកាំជ្រួចបែបនេះបន្ទាប់ពីពួកគេបានមើលចប់ហើយអ៊ីស៊ូមីក៏បានចាប់អូនអ៊ីវចុះក្រោមតែម្ដងតែដោយមិនប្រយ័ត្នគេក៏បានជាប់កោះកម្មចដាធ្វើឲ្យគេប៊ីនឹងធ្លាក់ទៅហើយតែក៏ត្រូវបានប៉ារបស់អ៊ីស៊ូមីមកជួយទាន់សូម្បីតែម៉ាក់ក៏នៅទីនោះផងដែរអ្នកទាំងពីរក៏បានសួរទៅថាហេតុអ្វីបានជាប៉ានិងម៉ាក់មកនៅទីនេះម៉ាក់ក៏បានតបវិញថាពួកគេទាំងពីរគឺនៅទីនេះតាំងពីយូរមកម្ល៉េះគឺនៅពីក្រោយពួកកូននឹងឯងអអញ្ចឹងប៉ានិងម៉ាក់មកអង្គុយមើលកូនញ៉ែគ្នាទៅដឹងហើយពួកគេក៏បាននាំគ្នាចុះក្រោមទៅអ៊ីស៊ូមីពិតជាអរគុណខ្លាំងណាស់ដែលប៉ារបស់គេបានប្រើកន្លែងមួយនេះទៅកាន់គេអ្វីដែលសំខាន់ប៉ារបស់អ៊ីស៊ូមីមើលទៅពិតជាខ្លាំងណាស់អ៊ីវម្ដង2នាក់យកមក